ការលូតលាស់និងការរីករាលដាលនៃកោសិកាដែលមិនមានសុខភាពល្អនៅក្នុងថ្លើមត្រូវបានគេហៅថាមហារីកថ្លើមប្រសិនបើមហារីកចាប់ផ្ដើមនៅក្នុងថ្លើមវាត្រូវបានគេហៅថាមហារីកថ្លើមបដិមទោះជាយ៉ាងណាក៏ដោយប្រសិនបើមហារីករីករាលដាលដល់ថ្លើមពីសរីរាង្គផ្សេងៗដូចជាពុវៀនធំក្រពះលំពែងមហារីកសុដន់ជាដើមនោះគេហៅថាមហារីកថ្លើមមេតាទិកឬបន្តបន្សំតើដុំសាច់ថ្លើមខុសពីមហារីកថ្លើមថ្នាំងឬម៉ាសណាមួយនៅក្នុងថ្លើមត្រូវបានគេហៅថាដុំសាច់ថ្លើមដុំសាច់ថ្លើមអាចមិនមែនជាមហារីកនៅស្លូតបូតឬមហារីកគឺសាហាវប្រភេទមហារីកទូទៅបំផុតដែលមានដើមកំណើតនៅក្នុងថ្លើមត្រូវបានគេស្គាល់ថាជាជំងឺមហារីកថ្លើមប្រភេទ HCC មានមូលហេតុជាច្រើននៃជំងឺមហារីកថ្លើមបដិមកត្តាហានិភ័យនៃជំងឺមហារីកថ្លើមរួមមានមេរោគរលាកថ្លើមប្រភេទ B និងមេរោគរលាកថ្លើមប្រភេទ C បណ្ដាលឲ្យខូចថ្លើមរ៉ាំរ៉ៃនិងជាមូលហេតុចម្បងនៃជំងឺមហារីកថ្លើមប្រហែល 5-10% នៃអ្នកជំងឺដែលមានមេរោគទាំងនេះវិវត្តទៅជាមហារីកថ្លើមជំងឺគ្រិនថ្លើមជាជំងឺរីកចម្រើនដែលបណ្ដាលឲ្យមានស្លាកស្នាមនៃថ្លើមជំងឺគ្រិនថ្លើមគឺជាលទ្ធផលចុងក្រោយនៃលទ្ធផលគ្រប់ប្រភេទនៃរយៈពេលយូរខូចថ្លើមប្រហែល 5-10% នៃអ្នកជំងឺដែលមានជំងឺគ្រិនថ្លើមវិវត្តទៅជាមហារីកថ្លើមជាតិពុលដូចជាអាសេនិកការទទួលទានទឹកដែលបំពុលដោយសារធាតុអាសេនិកយើងទូទៅទឹកក្រោមដីក៏បង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកថ្លើមផងដែរការថតពេលបង្កើនហានិភ័យនៃជំងឺមហារីកថ្លើមជំងឺទឹកនោមផ្អែមបង្កើនហានិភ័យនៃជំងឺមហារីកថ្លើមជាពិសេសចំពោះអ្នកដែលផឹកស្រាខ្លាំងឬរងគ្រោះពីការលើសទម្ងន់ជំងឺរលាកថ្លើមប្រភេទ B និងការឆ្លងមេរោគ C នៅដំណាក់កាលដំបូងមហារីកថ្លើមជាទូទៅមិនមានរោគសញ្ញាច្បាស់លាស់ទេតែពេលដែលដុំសាច់នេះคล้ายទៅជាធំវាបណ្ដាលឲ្យមានរោគសញ្ញាខ្លះទាក់ទងនឹងខ្សោយថ្លើមដែលវិវត្តតាមរយៈការរីករាលដាលនៅក្នុងថ្លើមរោគសញ្ញាខាងក្រៅអាចកាត់ឡើងការសម្រក់ទម្ងន់មិនអាចពន្យល់បានការកង្វះចំណាប់អារម្មណ៍ឈឺពាសហើមពាសដោយសារតែការប្រមូលផ្ដុំសារធាតុជួនការរីកធំនៃថ្លើមឬម៉ាស់ដែលអាចមានអារម្មណ៍នៅក្នុងតំបន់ពាសការខូចធ្ងន់ធ្ងរធ្ងរនៃស្ថានភាពទូទៅនៃអ្នកជំងឺដែលមានជំងឺគ្រិនថ្លើម